អូនណាហើយអូនឯងត្រង់ដើរស្លាយទៅខាងណាហ្នឹងដើរហួសកន្លែងពិសេសហើយណែហាងនេះណាអូនមួយឆ្នាំមិនទាន់មានអ្នកចូលមួយទេអញ្ចឹងហើយទៅអូនឯងជាមនុស្សដ៏ពិសេសពិសាលជាទីបំផុតក្នុងចក្រវាលនៃភពទាំង7នេះចាអត់ទេអរគុណច្រើនខ្ញុំគ្រាន់តែដើរមើលតាដើរមើលអីដែរអូនប្រាប់បន្តិចមកចាំចាយកាយវ៉ាន់ឲ្យអូអត់អីទេចាខ្ញុំគ្រាន់តែដើរមើលលេងហ្នឹងអត់មានកម្រងទិញអីទេមិនជឿទេដើរចូលផ្សារប៉ុណ្ណឹងហើយគឺតែងតែចង់ទិញនេះទិញនោះហើយអូនឯងកុំតែនិយាយភាសាបច្ចេកទេសខ្លាំងពេកបើចង់ទិញអីប្រាប់មកចៃមានតែគិតលុយស្អីអូគឺចង់ទិញរ៉ូបទឹកពាក់ទៅញ៉ាំកាន់បន្តិចប៉ុន្តែប្រហែលជាមិនត្រូវនឹងរៀងខ្ញុំទេព្រោះខ្ញុំរៀងវាខុសគ្នានឹងណាពាក់ខែអីមិនសូវត្រូវទេបើល្មមចកេះហ្នឹងវាវែងចកងបើល្មមចឹងហ្នឹងវាធូរចកេះអីអញ្ចឹងទៅវារៀងពិបាកអញ្ចឹងទេចាហេងាប់ប៉ាអើយអូនណាអើយសម័យនេះទៅហើយណាគេស្លៀកពាក់ខែអាឡុងតិចតួចចង់ខ្សែជ័យខ្លះហ្នឹងណាអូនពាក់ទៅខែអាយល្មមពេកចាស់វាមិនទាន់សម័យទេសម័យនេះគេចូលចិត្តអារបៀបរយះណាអូនអញ្ចឹងណាអូនអាចថមើលសិនទៅចង់មើលអីក៏បានដែរអូនឯងកុំទាន់និយាយថាមិនត្រូវចិត្តបើសិនជាមិនទាន់ចូលមើលហាងបងនោះមានទាន់តែគិតលុយស្អីអាណែចូលមើលសិនទៅអូនចែមិនចេះកណាញ់ទេអូអរគុណច្រើនណាតែពិតជាចិត្តបានខ្លាំងមែនតើណាឥឡូវនេះខ្ញុំសុំចូលមើលកៅអៅបន្តិចសិនណាចាអរគុណណាតែចាំថ្ងៃក្រោយចាំខ្ញុំមកទិញថ្ងៃនេះអត់បានទិញទេស្អីគេចូលមើលមួយថ្ងៃអីមិនជួយទិញស្អីខ្លះសោះហើយចូលមើលនឹងរាប់ម៉ោងរំត្រីចិត្តមួយទៀតនាងឯងសាក់ប្រមាណអីក៏រើសរៀងសបើម៉េះចូលកកកកាយកៅអៅខ្ញុំឡើងខ្ទេចខ្ទីអីគិតចង់ដើរចេញយ៉ាងងាយស្រួលអញ្ចឹងហ៎ហាមនុស្សស្រីស្អីអត់មានយាតខ្លាំងម៉េះម៉ែឪមិនដែរបដៅទេអីកន្លែងខ្ញុំមានគ្រូកាន់កន្លែងខ្ញុំយកអង្គុយជាធំតែចូលឲ្យមិនទិញស្អីបន្តិចដឹងតែសយពេញមួយថ្ងៃហើយគ្រាន់តែមើលក៏ដោយទិញលីអូឬក៏អាចទៅនាំអីមួយទេដើម្បីកាត់សយពិតជាក្តៅក្រហាយខ្លាំងណាស់ក្តៅជាងជះខ្លាំងដាក់ទៀតនេះហេក្រែងខ្ញុំប្រាប់តាំងពីដើមឯងតាថាខ្ញុំមិនបានមកទិញអីទេគឺគ្រាន់តែដើរកាត់និងសម្លឹងមើលពីក្រៅទៅប៉ុណ្ណោះឥឡូវនេះមកបង្ខំឲ្យខ្ញុំទិញយ៉ាងម៉េចនេះមិនខុសពីការប្លន់ទេខ្ញុំប្រាប់ឯងតាថាខ្ញុំគ្រាន់តែមើលព្រមបានយកលុយមកហើយក្នុងកងធនាគារក៏វាអត់មានលុយ1រៀលទៀតតែចាឯងតែជាអ្នកអូដៃខ្ញុំអាចចូលមកតាមចិត្តថាមិនគិតលុយមិនគិតអីនោះឲ្យតែបានចូលមើលសិនណាឥឡូវនេះមិននិយាយស្អីឆោឡើងជាមួយខ្ញុំគួរឲ្យស្ដាយខ្លាំងណាស់អំបញ្ញមិញអត់បានថតសម្ដីទុកថាចូលមើលមិនគិតលុយចូលមើលតាមអំពើចិត្តចូលកកក្រៅយ៉ាងណាក៏មិនស្ដីឲ្យឥឡូវនេះពាក្យសម្ដីអស់នោះលេបចូលទៅក្នុងពោះបាត់ដៃមែនទេអីក៏អន់ចរិតខ្លាំងម៉េះអត់លុយស្អីមិនជាប់លុយមកស្អីបងឯងមិនទាន់តថ្លៃមួយម៉ាត់ផងមិនក៏តាំងថាថ្លៃគ្មានលុយគ្រប់គ្រាន់ហើយនាងឯងនឹងក៏ម៉េះមិនទាន់តថ្លៃមួយម៉ាត់ផងហ្នឹងហ៊ាននិយាយថាអត់លុយក្តៅក្រហាយខ្លាំងណាស់នេះតោកខ្ញុំស្លូតទេគ្រាន់តែជេរបចោ 3-4 ម៉ាត់បើតោគេផ្សេងជាវាយបែកក្បាលនឹងកន្លែងបាត់ទៅហើយប្រភ្លីប្រភ្លើមិនតែដើរផ្សារទេអីដើរមកមិនចោះអង្គមតែគេសោះខ្ញុំមកដើរគ្រប់ទៅទីកន្លែងហ្នឹងគេមិនដែរចិត្តចង្អៀតស្អីដល់ម្លឹងទេហើយបើសិនតែខ្លាចគេមិនទិញហេតុអីចាំបាច់អស់កគេចូលធ្វើស្អីហើយថាចូលមើលតាមអំពើចិត្តធ្វើស្អីហាហើយយកល្អខោអាវគួរតែដាក់ផ្លាកដាក់តម្លៃនៅលើខោអាវផងដើម្បីកុំឲ្យពេលគេតថ្លៃហើយមិនទិញពិបាកខឹងក្តៅក្រហាយលក់របៀបនេះលក់បានតែម្ដងចូលបានតែម្ដងទេក្នុងម្នាក់ថ្ងៃក្រោយគេរៀងគេចារមិនហ៊ានសំបីទៅដើរកាត់នោះព្រោះខ្លាចនាំចង្រៃដាក់ខ្លួនដូចជាខ្ញុំនិយាយអញ្ចឹងពិតជាសោកស្ដាយណាស់ខុសខ្លួនខ្លាំងមែនតើថ្ងៃនេះមិនគួរណាជឿតាមពាក្យចាឯងតើតសោះនិយាយផ្សេងធ្វើផ្សេងអើយផ្ដាំតកូនចៅរៀងចាស់ហើយតូបមួយនេះហាអ្នកលក់របៀបចៃមិញទោះតែប៉ះបងស្រីខ្ញុំបានដឹងជាមួយគាត់ស្មោះមិនងាយឲ្យមនុស្សខូចយកឈ្នះបានទេតែសម្រាប់ខ្ញុំមួយវាចាញ់គេតែហ្មងហើយអារឿងជួយរឿងឆ្លោះស្អីហ្នឹងឲ្យតែប្រកែកហ្នឹងណាគឺរត់តែយំលក់ខោអាវមិនដាច់លក់របស់ហូបរបស់ចប់10ទំពាវិញវាមិនដែលថាមិនដាច់អីរាល់ថ្ងៃពេកទេនៃឆ្នេរសមុទ្រលំហែអារម្មណ៍ចឹងចង់សប្តាហ៍មិនដែលថាអត់អ្នកដើរលេងស៊ីផឹកខ្លះទេមហូបកំងមហូបកំងស្អីក៏មានឲ្យតែមានចិត្តចង់ញ៉ាំធ្វើឲ្យបានក្រោបមកមានបំទាជៀនស្អំអត់មានរៃចែក៏មកអីផ្សេងបានតាមស្រឡាញ់ណាចែស្អាតអត់អីទេអញ្ចឹងខ្ញុំចង់ញ៉ាំតែពងទាជៀនស្អំទេអេហើយបើស៊ីស្អីផ្សេងទៅវាស្លាក់ឈាមស្លាប់មែនទេបានប្រកាន់យកតែពងទាជៀនស្អំដែលមិនដែលមានលក់សោះក្នុងប្រវត្តិសាស្ត្រតាំងពីខ្ញុំកើតពីពូម្ដាយមកហើយនឹងលើកក្រោយបើដឹងតែខ្លួនឯងត្រូវតែស៊ីអីបានតែតាមអំពើចិត្តអញ្ចឹងណា
វិចយកមកស៊ីខ្លួនឯងទៅមិនចាំបាច់ពឹងឲ្យគេធ្វើឲ្យហូបទេមហូប100មុខមានទាំងអស់អត់តែមួយវាមិនចេះគិតចង់ស៊ីស្អីផ្សេងទៀតទេអីហ៎ពួយស្អប់ខ្លាំងមែនតើអាភ្ញៀវម៉ាក់នេះមិនគួរឲ្យដើរកាត់មុខពោផ្ទាល់តែសោះនាំតែសយហើយសប្បាយចិត្តក្នុងដួងใจណាស់ថ្ងៃនេះអូយបងស្រីអញ្ជើញមកញ៉ាំអាហារកំងនៅហាងប្អូនសិនណីស្អីក៏មានដែរម្ហូបកំងក៏មានភេសជ្ជៈក៏មានទឹកនងក៏មានបងស្រីអញ្ជើញចូលញ៉ាំសិនណាបងសម្លាញ់ចិត្តអូនមកចូលញ៉ាំសិនមកអ្នកបងហើយចង់អង្គុយសិនក៏បានដែរណាបងសម្លាញ់បងពួរណាតែអាណិតប្អូនផងយើងជាខ្មែរដូចគ្នាត្រូវតែជួយទិញគ្នាអញ្ចឹងហើយណោះបងសម្លាញ់ចិត្តអូនណោះអូអរគុណច្រើនហើយដែលហៅប្រកបដោយសម្ដីពីរោះក៏ប៉ុន្តែបងមិនសូវឃ្លានតតែសោះហើយអូនអើយបងគ្រាន់តែចង់ដើរមើលឆ្នេរសមុទ្រលំហែកាយចុងសប្តាហ៍តែប៉ុណ្ណោះអរគុណណាអូនណាពេលនេះមិនឃ្លានប៉ុន្តែបន្ទាប់ពីបងអង្គុយចាំក្រោយពីកំងហើយតម្រាំទៅធ្វើឲ្យប្រកាសជាឃ្លានហើយបងស្រីតែណាស់ដើរលេងឆ្នេរសមុទ្រមកព្រឹកតែមិនឃ្លានទេបងសម្លាញ់អើយកំងប្អូនមួយទៅអាណិតប្អូនផងណាឃើញប្អូនស្គមរីងរៃហ៎ឯសារតែលក់មិនសូវដាច់ណាបងសម្លាញ់បងប្រកាសជាជក់ចិត្តនឹងមកទីនេះជារៀងរាល់ថ្ងៃប្រសិនមកបងនឹងបានភ្លក់ស្នាដៃប្អូនស្រីដាក់គួរឲ្យស្រឡាញ់ម្នាក់នេះណាបងខ្ញុំស្បាក់នេះហើយចុះតម្លៃវិញវាល្មិចដែរគួរសំខ្លាំងណាស់បងស្រីសម្លាញ់ចិត្តអើយមិនមានអីគួរឲ្យព្រួយបារម្ភទេបងសម្លាញ់បងកំងអីមួយម៉ាត់ក៏បានដែរបាយមួយចានក៏បានវាមិនអស់ច្រើនប្រហែលទេបងដោយតែហាមករងចាក់ហ្នឹងអញ្ចឹងដាក់អង្កែបជៀនមួយហើយនឹងបាយសមកកូនចានចកមកចាបងស្រីហើយភេសជ្ជៈវិញហ៎ភាសាអ្វីដែរដងធម្មតាមកផ្លែមកយកតែតិចណាអើយញ៉ាំហើយអូនគិតលុយចាអស់567300មិនទាន់គិតថ្លៃកាទេលហេស្អីគេកែបមួយបាយមួយចានដងមួយផ្លែសោះអស់ពាក់កដាមួយលានដូចជាកោពេទេដឹងអីកោស្អីកន្លែងខ្ញុំលក់ដងមិនមែនកន្លែងបូជាសក់ទេមិនតាក់តងស្អីនឹងកោហ៎ហើយតម្លៃគេទូទៅវាអញ្ចឹងឯងតើតវ៉ាស្អីសាច់ឈាមមានបានគ្រាន់បើគ្រាន់តែកែបមួយសោះស្រែកថ្លៃណែអូនមុនចូលញ៉ាំផ្អែមណាស់អាលួយដល់គិតលុយគ្រាន់តែរអ៊ូរទាំបន្តិចបន្តួចសោះអីក៏រអើខ្លាំងម៉េះមាត់ហ្នឹងហ៎បាត់ទៅណាហើយជាតិផ្អែមហ្នឹងវាសល់តែជាតិអំបិលទេអីអូនឯងលក់ថ្លៃចាក់កនអញ្ចឹងរំពឹងថាមានអ្នកទិញអ្នកញ៉ាំគេរីករាយដែរបកោម្លឹងណាក្រែងថាតម្លៃគួរសមអីកន្លះលានហ្នឹងគួរសមអីហើយមកសម្ដីខ្លាំងដាក់ខ្ញុំទៀតខ្ញុំព្រមទេឥឡូវសម្រួលតម្លៃឲ្យខ្ញុំជាបញ្ញាប់ស្រួលស្អីលេបចូលពោះចូលកាពះអស់ហើយបានអីសម្រួលមកចង់សម្រួលតម្លៃតើតែច្បាច់កចាឯងឲ្យចេញកែបមកក្រៅវិញឲ្យដូចដើមអីយាយនេះចង់ល្មិចនឹងចង់ល្បីមែនហ៎អូខេចាំឡាយឲ្យផ្អើលម្ដងតម្លៃខុសមនុស្សហើយមីអូនសាក់តម្លៃមើលខ្ញុំនឹងលេងផ្លូវច្បាប់ខ្ញុំនឹងប្តឹងអូនឯងឲ្យផ្អើលលោកីនេះម្ដងឲ្យគេឃើញពីមុខមាត់មនុស្សលក់កំពូលកោដើរកាត់មិនទិញជេរបចោតែចូលញ៉ាំកោគេដូចកោសក់អូនឯងមិនដឹងទេអីថារាល់ថ្ងៃការងារបងជាស្អីនោះការងារអីទៅបានជាសម្ដីខ្លោម្លេះអូនឯងឃើញអាគារខ្ពស់មួយនោះហ៎បងស្រីជា CEO នៅក្រុមហ៊ុនហ្នឹងមែនទេណែអូយបងស្រីសម្លាញ់ចាតើយប្អូននេះលលេងនឹងបងទេបងសម្លាញ់កែបនេះណែកែបនេះប្អូនជូតបងជាកដោនតើមីសំខាន់ដល់ប្តឹងផ្ដាល់អីបងអើយប្អូនខ្លាចហើយប្អូនស្រឡាញ់បងដូចបងស្រីបកើតអញ្ចឹងបើមិនយល់ទោះហេតុអីទេនឹងប្អូនតែធ្វើការជាមួយផងមកបងសម្លាញ់មានការងារអីទេកុំមកផ្អែមអីមួយរំពេចមិនមិញកាំងចង់ជេរខ្ញុំឡាយដាក់ស្អីអាណាមិននោះតើឲ្យដឹងថាខ្ញុំជាអ្នកមានលុយច្រើនមកផ្អែមវិញដល់ហើយជឿចង់កម្មពៀជាមួយតែបងឯងត្រូវសន្យាថាថ្ងៃក្រោយបើគេទិញឬមិនទិញស្អីកុំជេរកុំប្រតិចផ្ដាសាគេលក់ដូរឲ្យស្មោះត្រង់និងមានក្រមសីលធម៌កុំកោគ្នាអ្នកមិនធ្លាប់មកវានាំឲ្យខូចឈ្មោះដល់គេអ្នកលក់ល្អចាបងសម្លាញ់បងនឹងកាយអើយលែងហ៊ានហើយខ្លាចប៉ះអ្នកមានប្លន់ខ្លួនទៅជាបងនេះព្រឹងក្បាលប្រប៉ិនល្អីហើយបងស្បាត់មកថប់ហើយតើតប៉ះអ្នកខ្លាំងដូចជាខ្ញុំនេះទៅដឹងត្រង់អ្នកលក់ខូចរបៀបនេះស៊ីលុយបានតែអ្នកខ្ជិលសំរឿងទេតែប៉ះអ្នកជួយចិត្តសំរឿងដូចជាខ្ញុំនេះ10ដឹង10 20ដឹង20និយាយត្រង់ទៅខ្ញុំមិនមែនអ្នកមានអីទេហើយក៏មិនមែនម្ចាស់ក្រុមហ៊ុនអីដែរលក់តែទៅមកក្រុមហ៊ុនតែប៉ុណ្ណោះហើយថាទៅលុយក៏មានដែរគឺលុយជាពាក់គេកុំលក់កោបង្ខំគេឆ្មក់បានមួយពេលប្រយ័ត្នចាប់ដោះក្អែលភ័យញ័រទៅ